ឲ្យតែដល់ម៉ោងទៅសេសំណេរភាសាខ្មែរគឺដឹងតែអត់មានទៅសេគឺដឹងតែទៅសេអត់ចេញអត់មានគំនិតថ្មីគឺងងឹតឆឹងបើមានបញ្ហាបែបហ្នឹងតើយើងអាចដោះស្រាយបញ្ហាហ្នឹងដោយរបៀបណាទៅបញ្ហាមួយនេះមិនមែនមានតែអ្នកទាំងអស់គ្នាទេមនុស្សភាគច្រើនគឺសុទ្ធសឹងតែជួបបញ្ហាមួយនេះហើយចម្លើយមួយដ៏ខ្លីសម្រាប់បញ្ហាមួយនេះគឺថាបើអ្នកទាំងអស់គ្នាចង់មានមតិមានគំនិតមានយោបល់បញ្ចេញទៅក្រៅឲ្យច្រើននោះអ្នកទាំងអស់គ្នាត្រូវតែស្រូបយកមតិស្រូបយកយោបល់ស្រូបយកគំនិតពីខាងក្រៅចូលមកក្នុងខ្លួនយើងឲ្យច្រើនដែរហើយអ្នកទាំងអស់គ្នាអាចស្រូបយកមតិអាចស្រូបយកយោបល់ទាំងអស់នោះតាមរយៈផ្លូវជាច្រើនមួយក្នុងនោះគឺថាអ្នកទាំងអស់គ្នាស្ដាប់លោកគ្រូអ្នកគ្រូនៅពេលដែលរៀនដល់រឿងអីមួយរឿងទុំទាវឬក៏រឿងអីមួយគឺគាត់តែងតែពន្យល់បកស្រាយនិយាយដើមតងនិយាយប្រាប់និយាយពណ៌នានិយាយហេតុការណ៍អញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែចាប់អារម្មណ៍យកចិត្តទុកដាក់កត់ចំណាំទៅលើចំណុចសំខាន់ទាំងអស់នោះព្រោះថាចំណុចទាំងអស់នោះយើងអាចយកមកសរសេរជាសំណេរអាចយកមកបញ្ចេញបញ្ចូលធ្វើជាគំនិតរបស់យើងបានមួយទៀតគឺអ្នកទាំងអស់គ្នាអាចទៅមើលរឿងហ្នឹងអាចទៅអានរឿងហ្នឹងបើនិយាយពីរឿងទុំទាវអ្នកទាំងអស់គ្នាមិនចាំបាច់ត្រូវអានក៏បានដែរបើអ្នកទាំងអត់ចូលចិត្តអានគឺអ្នកទាំងអស់គ្នាអាចទៅមើលរឿងហ្នឹងទៅហើយស្វែងយល់ពីព្រឹត្តិការណ៍ស្វែងយល់ពីចំណុចសំខាន់ស្វែងយល់ពីហេតុការណ៍ស្វែងយល់ពីលំនាំដើមតងស្វែងយល់ពីបញ្ហាផ្សេងដំណោះស្រាយផ្សេងតើមានរឿងអីកើតឡើងតើអ្នកណាជាតួអង្គតើអ្នកណាធ្វើអីតើមានសកម្មភាពអីកើតឡើងចាព្រឹត្តិការណ៍ទាំងអស់ហ្នឹងឯងវាសុទ្ធសឹងតែជារឿងសំខាន់សុទ្ធតែជាព័ត៌មានសំខាន់សម្រាប់យើងដើម្បីឲ្យយើងអាចមានគំនិតថ្មីអាចមានមតិយោបល់បញ្ចេញទៅខាងក្រៅនៅពេលដែលយើងទៅសេសំណេរហើយវិធីសាស្ត្រមួយទៀតដែលខ្ញុំតែងតែប្រើដែរហ្នឹងគឺខ្ញុំតែងតែយកសំណេររបស់អ្នកដទៃសំណេរអ្នកដែលគេទៅសេបានល្អគឺយកមកអាននៅពេលដែលខ្ញុំអានខ្ញុំដឹងអំពីវិធីសាស្ត្ររបៀបដែលគេប្រើរបៀបដែលគេភ្ជាប់ពីអត្ថបទមួយទៅអត្ថបទមួយរបៀបដែលគេពណ៌នាពីរឿងនីមួយរបៀបដែលគេបកស្រាយអញ្ចឹងនៅពេលដែលខ្ញុំអានបានកាន់តែច្រើនខ្ញុំមានគំនិតកាន់តែច្រើនខ្ញុំអាចបញ្ចេញមតិគំនិតទាំងអស់ហ្នឹងនៅពេលដែលខ្ញុំទៅសេសំណេរបានដូចគ្នានេះគ្រាន់តែជាវិធីសាស្ត្រពី3ប៉ុណ្ណោះវាមានវិធីសាស្ត្រជាច្រើនទៀតអ្វីដែលខ្ញុំចង់ផ្ដោតសំខាន់គឺថាតើតែយើងស្រូបយកព័ត៌មានស្រូបយកគំនិតមតិយោបល់ពីខាងក្រៅចូលក្នុងខ្លួនយើងឲ្យបានច្រើនទើបយើងអាចបញ្ចេញមតិបញ្ចេញគំនិតបញ្ចេញយោបល់ហ្នឹងបានច្រើនដូចគ្នាបើយើងអត់អានផងបើយើងអត់មើលផងបើយើងអត់ស្ដាប់អត់យកចិត្តទុកដាក់ផងតើឲ្យយើងមានគំនិតថ្មីមកពីណាតើឲ្យយើងមានអ្វីដើម្បីបញ្ចេញទៅខាងក្រៅពីណាបើយើងអត់ស្រូបចូលហ្នឹងនេះគឺជាសំណួរដែលខ្ញុំទទួលបានពីសិស្សប្អូនម្នាក់ហើយអ្នកទាំងអស់គ្នាអាចសួរសំណួរផ្សេងដែលអ្នកនឹងចង់សួរមកកាន់ខ្ញុំតាមរយៈTelegram group ក៏បានឬក៏តាមរយៈ comment ផ្សេងក៏បាននៅពេលដែលខ្ញុំមានឱកាសខ្ញុំនឹងឆ្លើយសំណួរអ្នកទាំងអស់គ្នាខ្ញុំចិញ្ចៀនជួបខ្ញុំនៅវីដេអូក្រោយ